ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំត្រូវបកស្រាយដោយចំហនាយករដ្ឋមន្ត្រីបាននិយាយហើយថាដោះស្រាយដោយសន្តិវិធីមិនថានាយករដ្ឋមន្ត្រីទេសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសុទ្ធតែបានបញ្ជាក់ថាការដោះស្រាយដោយសន្តិវិធីតើសន្តិវិធីនេះវាយ៉ាងម៉េចហើយឥឡូវយើងកំពុងតែបាត់បង់ផ្ទះសម្បែងដីធ្លីមួយចំនួនដែលទាហានថៃកំពុងកាន់កាប់យើងមិនបានទទួលស្គាល់នៅការប្រើប្រាស់កម្លាំងដើម្បីកាន់កាប់ទេចំណុចនេះគឺជាចំណុចដែលនៅលើពិភពលោកអត់មាននរណាប្រើប្រាស់កម្លាំងដើម្បីនឹងកំណត់ព្រំដែនទេនៅលើព្រំដែនទេឥឡូវជំរើសមានតែពីរទេខ្ញុំសូមឲ្យបងប្អូននៅទីនេះក្តីនៅទូទាំងប្រទេសក្តីនិងបងប្អូននៅក្រៅប្រទេសក្តីសិក្សាឲ្យបានច្បាស់ហើយធ្វើសមាធិឲ្យបានច្បាស់ទៅលើការដោះស្រាយដំណោះស្រាយតើយើងយកដំណោះស្រាយមួយណាមានការជ្រើសរើសតែពីរទេមួយគឺការប្រើប្រាស់កម្លាំងដើម្បីវាយយកត្រឡប់មកវិញហើយមួយទៀតការដោះស្រាយដោយសន្តិវិធីពួកជលនិយមខ្មែរមួយចំនួននៅក្រៅប្រទេសចង់ណាស់ឲ្យយើងប្រើប្រាស់កម្លាំងដើម្បីវាយកាន់កាប់ត្រឡប់មកវិញប៉ុន្តែខ្ញុំសូមសួរបងប្អូននៅទីនេះតើចង់មានសង្គ្រាមសាជាថ្មីឬអត់សូមលើកដៃមើលសូមបញ្ជាក់ខ្ញុំជាអតីតទាហានតាំងពីអាយុ18ឆ្នាំរហូតដល់ពេលនេះខ្ញុំនៅតែជាតួអង្គម្នាក់trongចំណោមតួអង្គដែលមានឥទ្ធិពលទៅលើកម្លាំងប្រអាវុធក៏ប៉ុន្តែរឿងនេះយើងត្រូវឃើញឲ្យច្បាស់ជាមុនតើយើងត្រូវយកតាមការញុះញង់របស់ពួកជននិយមនៅក្រៅប្រទេសនេះឥឡូវខ្ញុំសូមបញ្ជាក់ហេតុអីបានជាយើងមិនប្រើប្រាស់កម្លាំងដើម្បីនឹងវាយកាន់កាប់ខ្ញុំសូមអានជាមួយនឹងការសេចក្តីថ្លែងការណ៍នៃបទជុបាញ់កាលពីថ្ងៃទី7ថ្ងៃទី27គឺពួកខ្ញុំដាក់មកដែរព្រោះកុំឲ្យនិយាយខុសទៅនិយាយទៅវាខុសមិនខ្ញុំមិនចាំទេក៏ប៉ុន្តែខ្ញុំចង់អានឲ្យវាចំក្នុងនេះខ្ញុំសូមរំលឹកទី1ភាគីទាំងពីរឯកភាពគ្នាលើបទជុបាញ់ជាបន្តក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមគិតចាំពីម៉ោង12ថ្ងៃត្រង់ម៉ោងក្នុងស្រុកថ្ងៃទី27ខែធ្នូឆ្នាំ2025ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទគ្រប់ករណីនិងនៅគ្រប់តំបន់ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិលគោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀតភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុឬធ្វើសកម្មភាពរុលទៅមុខឬចល័តកម្លាំងទៅលើទីតាំងឬកងកម្លាំងរបស់ភាគីម្ខាងទៀតក្នុងកាលៈទេសៈណាក៏ដោយភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត2ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្នដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀតមិនត្រូវឲ្យមានការធ្វើសកម្មភាពចល័តកងកម្លាំងដោយរាប់បញ្ចូលទាំងការល្បាតចូលទៅក្នុងទីតាំងរបស់ភាគីម្ខាងទៀត3ភាគីទាំងពីរឯកភាពគ្នាថា
រាល់ការព្រមព្រៀងក្រមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រគល់ទួនាទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបានសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែនភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារចម្រុះទៅលើទីតាំងជាក់ស្ដែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីចនមីនភាគីទាំងពីរឯកភាពជឿថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អាទិភាពខ្ពស់បំផុតលើការងារវាស់វែងនិងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅចំណុចទី3នេះគឺជាចំណុចដែលយើងត្រូវតែអត់ធ្មត់បន្តិចព្រោះនៅក្នុងសេចក្តីព្រមព្រៀងនៃប្រកាសឈប់បាញ់មាននិយាយទៅដល់បញ្ហាទាក់ទិននឹងការវាស់វែងកំណត់ព្រំដែនត្រង់ថាឥឡូវនេះខាងភាគីថៃយើងអាចយោគយល់អំពីការយឺតយ៉ាវរបស់គាត់ក៏ប៉ុន្តែសង្ឃឹមថាពួកគាត់នឹងគោរពនឹងការសន្យាទៅលើអ្វីដែលមានរួចនៅត្រង់ថាពេលមុនគាត់ត្រូវរំលាយសភាហើយគាត់ត្រូវបោះឆ្នោតឡើងវិញគាត់ថារដ្ឋាភិបាលចាំប្រទេសគ្មានសិទ្ធិធ្វើទេអាហ្នឹងគឺគាត់មានហេតុផលចឹងក្រោយមកគាត់ថាប្រធានគណៈកម្មការព្រំដែនមិនតាន់បានចាត់តាំងនឹងគាត់ពជាទៀតដល់ឥឡូវគាត់ពជាថាមកពីយើងនឹងដាក់អាដែងបញ្ហាសមុទ្រទៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិនៃច្បាប់សមុទ្រដែលថាគាត់មិនចរចាបើគាត់មិនចរចាទេពិភពលោកឈរមើលឬយ៉ាងម៉េចតើតើណាកថាខណ្ឌទី3ដែលគណៈកម្មការព្រំដែនទៅធ្វើសកម្មភាពនេះជាការចុះហត្ថលេខារវាងភាគីទាំងពីរនៅក្នុងដំណើរការនៃបទចុះបាញ់ប៉ុន្តែឥឡូវខ្ញុំវិលមកនិយាយចេះវិញតើយើងត្រូវវាយដោយប្រើប្រាស់កម្លាំងមិនមែនបានសក្តិថាកម្ពុជាគ្មានលទ្ធភាពតលសោះនោះទេប៉ុន្តែខ្ញុំសូមបង្ហាញអំពីផលវិបាកបើសិនជាយើងផ្ទុះអាវុធភ្លាមយើងក្របទី1គឺជាក្របដែលកម្ពុជាត្រូវបរាជ័យហេតុអីយើងទទួលបរាជ័យខាងផ្នែកនយោបាយនិងការទូតដោយយើងជាអ្នកបំពេញការជុំបាញ់តែម្ដងព្រោះកាលណាតវាយតដើមគឺយើងតាំងតែផ្ទុះអាវុធមុនវាជាការធម្មតាបើយើងផ្ទុះអាវុធត្រូវតែវាយតដើមគឺត្រូវតែផ្ទុះអាវុធមុនបើផ្ទុះអាវុធមុនមានន័យថាកម្ពុជាត្រូវទទួលការខាត់បងធំធេងទៅលើបញ្ហាតាក់ទិនជាមួយនឹងរំលោភលើបទច្បាប់អញ្ចឹងអន្តរជាតិនឹងដាក់កំហុសមកលើយើងធ្ងន់ធ្ងរហើយគេចាត់ទុកថាយើងជាអ្នកបង្កហេតុដូច្នេះយើងអត់ត្រូវធ្វើរឿងនេះទេអាហ្នឹងគឺជាបរាជ័យខាងនយោបាយនិងការទូតភ្លាមត្រូវចងចាំទៅលើចំណុចនេះហើយសូមឲ្យពួកអ្នកនិយមជ្រុលក្តាប់ឲ្យជាប់បញ្ហាកុំមើលឈើម្ដើមត្រូវមើលព្រៃទាំងមូលអ្នកមិនតាន់មានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រីហើយក៏មិនធ្លាប់ធ្វើនាយករដ្ឋមន្ត្រីដែរហើយណាស់ខ្ញុំគ្រប់គ្រងប្រទេសនេះរយៈពេល37ឆ្នាំ47ឆ្នាំរួចហើយក្នុងនោះមុខតំណែងជានាយករដ្ឋមន្ត្រី38ឆ្នាំ
Đôi khiខ្ញុំស្គាល់ថាតើអ្វីគួរធ្វើអ្វីដែលមិនគួរធ្វើគួរធ្វើការបរាជ័យខាងផ្នែកនយោបាយនិងការទូតវាធ្ងន់ធ្ងរជាងការបរាជ័យខាងយោធាទៀតពិភពលោកលេខយោគយល់ឥឡូវនេះពិភពលោកគ្មានអ្នកណាជឿថាប្រទេសទូចមួយហ៊ានទៅលូកផ្លើមធំទៅវាយប្រទេសដទៃទេមិនដែលមានទេពិភពលោកក៏កំពុងតែមានសមានចិត្តចំពោះយើងបើយើងទូអាវុធដើម្បីនឹងយកមកត្រឡប់មកវិញគឺច្បាស់ណាស់ថាក្របទី1ដែលចេញទៅស្មើនឹងការចាញ់របស់យើងខាងប្រែកនយោបាយនិងការទូតសម្រាប់កម្ពុជាយើងចំពោះមុខផ្នែកអន្តរជាតិមិនថាប្រទេសតូចឬប្រទេសធំទេទី2លទ្ធផលយើងអាចដឹកបានប្រសិនបើអាវុធទៅផ្ទុះកងទ័ពរបស់យើងក៏ទៅស្លាប់កងទ័ពរបស់យើងក៏ត្រូវរបួសប្រជាជនក៏ត្រូវស្លាប់ប្រជាជនក៏ត្រូវរបួសសូម្បីតែភូមិដែលយើងកំពុងសាងសង់ហើយនេះក៏អាចនឹងរត់ចោលសាជាថ្មីម្ដងទៀតដែរព្រោះយើងពីនេះទៅព្រំដែនដូចជា8គីឡូបែបទេយូរបាទត្រឹមតែ8គីឡូទេណាកំភ្លើងធំគេអាចបាញ់មកដល់ដ្រូនគេអាចបាញ់មកដល់យើងក៏បាញ់ទៅដល់គេវិញដែរអញ្ចឹងតើយើងត្រូវចំណាយជីវិតទាហាននិងជីវិតរបស់ប្រជាជនប្រមាណអ្នកទៀតហើយតើយើងត្រូវជំនះប្រជាជនប្រមាណអ្នកទៀតអញ្ចឹងរឿងនេះជារឿងដែលយើងមិនចង់បានជារឿងដែលមិនចង់បានអញ្ចឹងដំណោះស្រាយខាងយោធាมันអាចទៅរួចទេហើយម្យ៉ាងទៀតសូមបញ្ជាក់ទោះបីជើងវាយក៏មិនប្រកាសថាយើងវាយបានមិនប្រកាសព្រោះគេក៏មានកំភ្លើងយើងក៏មានកំភ្លើងអញ្ចឹងបើសិនជាយើងទី1យើងអាចវាយយកបានទី2យើងវាយយកបានហើយក៏ប៉ុន្តែយើងក៏មិនអាចឈរជើងបានដែរវាយទៅវាយមកដោយសង្គ្រាមរវាងតំបន់ហ្គាហ្សានិងអ៊ីស្រាអែលនិងរវាងប្រទេសខ្លះដែលមានព្រំដែនជាប់ទម្លាប់ជាមួយគ្នាវាខ្លាច